បាទសូមគោរពសូមជម្រាបសួរសិស្សានុសិស្សទាំងអស់គ្នាដែលត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិផ្នែកប្រវត្តិវិទ្យាទាំងវិទ្យាសាស្ត្រពិតនិងវិទ្យាសាស្ត្រសង្គមឥឡូវខ្ញុំចែកជូននៅសំណួរទី38ដល់ទី40សំណួរ38តើគុណវិបត្តិរបស់អាណានិគមបារាំងចំពោះប្រជាជននិងប្រទេសខ្មែរមានអ្វីខ្លះសំណួរទី39តើពាក្យអាណាព្យាបាលនិងអាណានិគមមានន័យដូចម្ដេច40តើអង្គការនយោបាយសង្គមរាស្ត្រនិយមបានគ្រប់គ្រងអំណាចនៅក្នុងប្រទេសកម្ពុជាពីឆ្នាំណាដល់ឆ្នាំណាបណ្ដាត្រង់នេះគឺជាសំណួរពាក់ព័ន្ធទៅនឹងអន្តរកាលពីសម័យបារាំងមកសម័យសង្គមនិយមហើយក៏ជាសំណួរដែលខ្លឹមហើយក៏ជាសំណួរដែលល្អនៅក្នុងការត្រៀមប្រឡងហើយក៏មានភាគរយជាច្រើនដែលចេញនៅក្នុងការប្រឡងពីអត្រាកំណែរបស់ក្រសួងមុនផងដែរតោះចូលទៅដល់ចម្លើយរបស់យើងចម្លើយទី38គុណវិបត្តិរបស់អាណានិគមបារាំងចំពោះប្រជាជននិងប្រទេសកម្ពុជាមានដូចជាបង្ខំប្រជាជនខ្មែរបង់ពន្ធយ៉ាងធ្ងន់ធ្ងរដោយមិនលើកលែងដូចជាពន្ធស្រូវពន្ធមនុស្សពន្ធដីធ្លីពន្ធសត្វពាហនៈពន្ធលើយានយន្តកែនប្រជាជនខ្មែរឲ្យចូលបម្រើកងទ័ពបារាំងក្នុងសង្គ្រាមលោកលើកទី1និងលោកលើកទី2ដែលបណ្ដាលឲ្យប្រជាជនមួយចំនួនស្លាប់និងរបួសនៅក្នុងសមរភូមិកាត់ទឹកដីកម្ពុជាក្រោមនិងតំបន់ដាឡាត់ទៅឲ្យស្ដេចជួនបាដាយគ្រប់គ្រងកាត់ខេត្តត្រាចទៅឲ្យសៀមកាន់កាប់វិញប្រមូលវត្ថុកិត្តិពន្ធរបស់ខ្មែរទៅប្រទេសបារាំងក្នុងសំណួរនេះគឺពាក់ព័ន្ធនឹងគុណវិបត្តិហើយនឹងគុណសម្បត្តិគឺយើងធ្លាប់បានសិក្សាពីមុនហើយតែខ្ញុំលើកនៅក្នុងសំណួរនេះគឺខ្លីៗពាក់ព័ន្ធនឹងគុណវិបត្តិរបស់បារាំងដែរបានមកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ1863ដល់ឆ្នាំ1953តើលើចូលចម្លើយទី39ពាក្យថាអាណាព្យាបាលគឺជាប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកមានសិទ្ធិស្វែងគ្រប់គ្រងលើប្រព័ន្ធរដ្ឋបាលរបស់ខ្លួនហើយប្រទេសអាណាព្យាបាលមានទូនាទីត្រឹមតែជាទីប្រឹក្សាតែប៉ុណ្ណោះពាក្យអាណានិគមគឺប្រព័ន្ធគ្រប់គ្រងមួយដែលប្រទេសជាម្ចាស់ស្រុកពុំមានសិទ្ធិស្វែងគ្រប់គ្រងលើប្រព័ន្ធរដ្ឋបាលខ្លួនទេប្រព័ន្ធនេះត្រូវបានគ្រប់គ្រងដោយប្រទេសអាណានិគមត្រង់ចំណុចនេះពាក្យថាអាណាព្យាបាលបារាំងដែលមកគ្រប់គ្រងប្រទេសកម្ពុជានេះគឺតាំងពីការយល់ព្រមការស្នើសុំរបស់ព្រះបាទអង្គឌួងដែលក្នុងអេចការរបស់ព្រះបាទនរោត្តមក្នុងឆ្នាំ1863ហើយនៅពេលដែលនោះហើយដែលបារាំងបែរជាមានគំនិតដែលយើងបានសិក្សាពីសំណួរមុនគឺចង់ផ្លាស់ប្ដូរប្រទេសកម្ពុជាពីអាណាព្យាបាលមកអាណានិគមវិញដែលប្រព្រឹត្តទៅនៅក្នុងឆ្នាំ1884ដែលធ្វើឲ្យមានការបោះបោរបស់មន្ត្រីខ្មែរយើងជាច្រើនដែលយើងបានធ្វើសំណួរចម្លើយនៅក្នុងសំណួរចម្លើយខ្ទង់សំណួរទី10ទៅទី20តើឥឡូវចម្លើយទី40អង្គការនយោបាយសង្គមរាស្ត្រនិយមបានគ្រប់គ្រងអំណាចពីឆ្នាំ1955ដល់ឆ្នាំ1970បាទសូមអរគុណ